6. តួនាទីរបស់ប៊ូតុងនៅក្នុង menu page layout menu នេះមានទីតាំងនៅខាងលើបន្ទាប់ពី menu insert វាមានតួនាទីសម្រាប់បង្ហាញឈ្មោះប៊ូតុងផ្សេងទៀតនៅពេលដែលអ្នកចុចនៅលើវា Theme សម្រាប់បដូរទម្រង់អក្សរផ្សេងៗ Theme color សម្រាប់បដូរពណ៌របស់ទម្រង់អក្សរ Theme font គឺជាម៉ូដរបស់ទម្រង់អក្សរ Theme effect គឺសម្រាប់ដាក់ effect លើទម្រង់អក្សរ Margin គឺសម្រាប់កំណត់រឹមទំព័រ Orientation គឺសម្រាប់ជ្រើសរើសទម្រង់ក្រដាស Size សម្រាប់ជ្រើសរើសទំហំក្រដាស Print area កំណត់កន្លែងជាក់លាក់ក្នុងសន្លឹកការងារដើម្បីបោះពុម្ព Insert page and section break បញ្ចូលទំព័រថ្មីក្នុងចន្លោះការងារទំព័រចាស់ Background សម្រាប់ដាក់រូបភាពនៅខាងក្រោយសន្លឹកការងារ Print title គឺសម្រាប់បោះពុម្ពចំណងជើងនៅគ្រប់ទំព័រ Width គឺសម្រាប់ពង្រីកទទឹងទំព័រ Height គឺសម្រាប់ពង្រីកកម្ពស់ទំព័រ Scale គឺសម្រាប់ពង្រីកអក្សរនិង cell View grid line បង្ហាញក្រឡាបន្ទាត់នៅលើសន្លឹកការងារ View headline គឺសម្រាប់បង្ហាញឈ្មោះរបស់កូឡោននិងចំនួនជួរដេក Bring forward គឺសម្រាប់នាំរូបភាពមកខាងមុខ Bring backward គឺសម្រាប់នាំរូបភាពទៅខាងក្រោយ Select pane សម្រាប់បង្ហាញឈ្មោះ object ទាំងអស់ដែលមាននៅក្នុងទំព័រ Align គឺជាការកំណត់ object ឲ្យរត់ត្រង់ជួរ Group ចង object ជាក្រុម Rotate គឺសម្រាប់បង្វិល object